បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកលេងស្រែទៀតហើយបាទមើលទៅមានការរៀបស្គូស្គីតាមផ្លូវហ្នឹងណាពុកម៉ែបងប្អូននេះឆ្នាំនេះស្រូវស្រែខាងភូមិខ្ញុំបាទហ្នឹងគឺកើតកុសលដែរបាទពុកម៉ែបងប្អូនឃើញទេសភាពអត់មានបន្លាយទឹកហើយមានស្រែអញ្ចឹងទៅបាទហើយពុកម៉ែបងប្អូននៅខាងហ្នឹងមិនដែរពុកស្រូវស្រែចំការអីកើតអត់បាទនៅខាងនេះគឺកាត់កុសលណាពុកម៉ែបងប្អូនហើយនេះតិចមែនទែននេះបើសិនបើយើងមានពេលទំនេរយើងនាំមិត្តភ័ក្តិឬក៏គ្រួសារមកលេងស្រុកស្រែយើងបាទគឺយើងយកសំណាញ់ឬរកសន្ទូចអីចឹងមកពុកម៉ែបងប្អូនណាយើងអាចយកមកបបក់យកមកស្ទូចឬក៏យកមកបងអីចឹងទៅបាទហើយស្រុកស្រែយើងមានអីទេពុកម៉ែបងប្អូនមានប៉ុណ្ណឹងការជួបជុំហើយយើងមានត្រីមានក្តាមអីចឹងទៅណាពុកម៉ែបងប្អូនណាហើយយើងដុតអីចឹងទៅយើងដុតយើងអាំងទៅយើងជ្រលក់អំបិលម្ទេសក្រហមអីបាទរ៉ូមែនទិកមែនទែនពុកម៉ែបងប្អូនណាហើយបើមាន speaker ឬក៏មានចម្រៀងអីយើងចាក់ស្ដាប់កំសាន្តនៅវាលស្រែបាទហើយខ្យល់បក់វឺតចឹងទៀតបាទតិចស្រួលមែនទែនពុកម៉ែបងប្អូនហើយបាទនេះគឺជាស្រែនៅក្នុងខាងលិចភូមិខ្ញុំណាពុកម៉ែបងប្អូនទេសភាពស្អាតគួរសមបាទឆ្នាំនេះគឺទឹកសមល្មមសម្រាប់ភូមិឃុំខ្ញុំបាទដោយសារតែវាអត់ជន់ខ្លាំងហើយភ្លៀងវាមកល្មមសម្រាប់ការងារកសិកម្មនឹងផងដែរនេះពុកម៉ែបងប្អូនទឹកនឹងបន្លាយបាទហូរខ្លាំងមែនទែនពុកម៉ែបងប្អូនណាតិចងងខ្យល់មកវឺតបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា